Sushi ដែលយើងស្គាល់សប្តាហ៍ថ្ងៃនេះមិនមែនកើតចេញពីស្នាដៃបុគ្គលណាម្នាក់នោះទេប៉ុន្តែវាបានវិវត្តតាមដំណាក់កាលជាច្រើនទសវត្សរ៍មកហើយខាងក្រោមនេះគឺជាប្រភពដើមនិងអ្នកដែលបានកែច្នៃវាឲ្យល្បីល្បាញ1ឬគោលដំបូង Nare Sushi ដើមឡើយ Sushi មានប្រភពចេញពីតំបន់អាស៊ីអាគ្នេយ៍តាមបណ្ដោយទន្លេមេគង្គកាលពីជាង2000ឆ្នាំមុនកាលនោះគេយកត្រីមកផ្អាប់ជាមួយនឹងបាយដើម្បីរក្សាទុកឲ្យបានយូរបាយនោះត្រូវបានគេបោះចោលហើយញ៉ាំតែត្រីដែលមានរសជាតិជូរតែប៉ុណ្ណោះពិធីនេះបានរីករាលដាលដល់ប្រទេសចិននិងជប៉ុន2អ្នកបង្កើត sushi សម័យទំនើបដែលមានឈ្មោះថា Hanaya Yohi នៅដើមទសវត្សរ៍19កំឡុងឆ្នាំ1820បុរសម្នាក់ឈ្មោះ Hanaya Hohi ត្រូវបានគេចាត់ទុកថាជាបិតា sushi សម័យទំនើបឬ Nigiri Sushi នៅទីក្រុង Edo Tokyo សប្តាហ៍ថ្ងៃគាត់បានផ្លាស់ប្ដូររបៀបធ្វើ sushi ទាំងស្រុងលែងផ្អាប់យូរគាត់ប្រើតែខ្មេះលាយជាមួយនឹងបាយដើម្បីឲ្យមានរសជាតិជូរភ្លាមៗញ៉ាំទាំងបាយទាំងត្រីគាត់យកត្រីស្រស់ៗមកដាក់ពីលើដុំបាយតូចៗដែលអាចធ្វើភ្លាមញ៉ាំភ្លាមបានអាហាររហ័សដែលហៅថា fast food កាលនោះវាជាការញ៉ាំអាហារតាមចិញ្ចើមផ្លូវដែលគេពុំចាំបាច់ឈររងចាំយូរ